តោះថ្ងៃហ្នឹងតើរៀនធ្វើការចំបៃសជាមួយលោកកាមញីរាប់បងប្អូនដែលធ្លាប់រៀនធ្វើមួយខ្ញុំពីមុនមកគឺគាត់ដឹងហើយសំភារៈអត់ទៅណាឆ្ងាយទេមានតែប៉ុណ្្នឹងមកណាហើយជាពិសេសគឺបន្ទាត់គឺក្នុងនេះខ្ញុំយកຂະຫນាត10 សង់ទីម៉ែត្រមានន័យថានៅក្នុងលួសមួយដើមប្រវែងវា3ទឹកយើងកាត់បានជា3ឲ្យស្មើគ្នាមកណាហើយបន្ទាប់មកគឺយើងយកមកសរសៃទៀតដើម្បីកាត់យកតែ15 សង់ទីម៉ែត្រមានន័យថាមកសរសៃបត់ជា2មកត្រូវຂະຫນាតនេះបងប្រហែលឃើញគឺវីដេអូមុននឹងខ្ញុំផុសបរិញ្ញាផ្កាកេសរគោឬក៏ផ្កាអ័រគីដេអញ្ចឹងຂະຫນាតនេះដូចគ្នាគ្រាន់តែថាក្នុងនេះគឺយើងយកតែ3សរសៃក្នុងការរុំភ្ជាប់សម្រាប់ផ្កាចំបៃគឺមានចំបៃលឿងសហើយនឹងក្រហមហើយខ្ញុំរើសយកសមកធ្វើសារហដងធ្វើផ្កាច្រើនពណ៌នៅពណ៌សមួយអត់សូវបានធ្វើសម្រាប់ផ្កានេះគឺជានិមិត្តរូបរបស់ប្រទេសឡាវដែលខ្មែរយើងហៅចំបៃប៉ុន្តែនៅខាងប្រជាជនឡាវគេហៅចំប៉ាដល់ពេលផ្កាចំប៉ាគឺខាងយើងហៅចំបៃបញ្ជាក់គ្នាវិញអញ្ចឹងទៅដឹងពីក្នុង Google មកដែរទេសម្រាប់ប្រជាជនឡាវផ្កានេះគឺតំណាងឲ្យសេចក្តីស្មោះត្រង់ហើយនឹងសប្បាយរីករាយក្នុងជីវិតគឺជាផ្កាដែលមានក្លិនក្រអូបក៏ជាផ្កាដែលគេតែងតែប្រើប្រាស់នៅក្នុងកម្មវិធីផ្សេងៗឬក៏ធ្វើកម្រងស្វាគមន៍ភ្ញៀវកិត្តិយសដែរប៉ុណ្ណឹងបានទេតោះយើងដល់វគ្គទៅផាត់ពណ៌ផាត់ color ម្ដងខ្ញុំក៏ចង់ថតបែប ASMR អត់ចង់និយាយអីទាំងអស់ចង់ទៅលឺប៉ុន្តែធ្វើអត់ចេញទេព្រោះកំឡុងពេលថតហ្នឹងគឺមានភ្ញៀវចេញចូលហាងហើយស្ដាប់ចម្រៀងផងស្អីផងទៅគឺចាហើយដល់វគ្គយើងពុតពេនជាមួយនឹងសតបផ្កាបាត់ទៅហើយអញ្ចឹងនៅក្នុងផ្កាចំបៃមួយដើមមួយតងគឺខ្ញុំប្រើប្រាស់ចំនួន5សតបបន្ទាប់មកទៀតយើងចាប់ផ្ដើមដល់វគ្គធ្វើស្លឹកណាសម្រាប់ស្លឹកគឺយើងយកមកដើមវែងនិយាយទៅប្រើស្លឹកចុះខ្លាំងមែនទែននៅក្នុងមួយស្លឹកគឺយើងចំណាយដល់ទៅ4សរសៃលួសប៉ុន្តែ style ធ្វើគឺតែមួយគ្រាន់តែថានេះយើងធ្វើຂະຫນាតពេញតែម្ដងមិនបាច់កាត់មិនបាច់ពោះឲ្យទេមកពេញយកឲ្យចំពាក់កណ្ដាលមកយើងពុតវាយកហ្មងទៅសម្រាប់ផ្កាដែលខ្ញុំធ្វើនេះនិយាយតាមត្រង់គឺខ្ញុំ search Google មើលពីប្រវត្តិផងហើយមើលពីដំណើរដើមតងរបស់គេនឹងយករូបរាងផ្កាស្រស់ហ្នឹងយកមកអង្គុយមើលហើយយើងច្នៃអញ្ចឹងរូបរាងអាចនឹងមិនដូចអីខ្លាំងណាស់ទេព្រោះយើងច្នៃឲ្យសម័យផងអីផងជាមួយផ្កាស្រស់ទៅមួយថ្ងៃនេះខ្ញុំវក់ហ្មង2ថ្ងៃនេះខ្ញុំច្នៃបានតម្រាំទៅចេញមកគុំខ្ញុំប្រឹងមើលផង zoom ផងចង់ដឹងឫសគល់គេមករយៈនេះខ្ញុំអាសាស្រាវជ្រាវពីផ្កាស្រស់ច្រើនព្រោះខ្ញុំដាក់ផ្កាស្រស់ចូលហាងច្រើនមែនតើតាក់ទងមួយយើងខ្ចប់ចាក់កធអីផ្សេងយកមករយៈហ្នឹងយើងចាប់ដើមទទួលផ្កាស្រស់ច្រើនហើយផ្កាកដាស់ផ្កាកាមញ៉ៃផ្កាសបកពោតអីគឺចាប់ដើមទទួលកំងគ្រប់រសជាតិហ្មងហើយខាងសាខាលក់អីវ៉ាន់នៅសន្តិភាព2ក៏មានគ្រប់យ៉ាងដែរនិយាយទៅខ្ញុំមានហាង2ហាងមួយលក់អីវ៉ាន់ហាងមួយលក់ផ្កាអញ្ចឹងទៅបងប្អូនដែលគាត់ចង់ទិញផ្កាយើងនៅមានស្ទឹងជ័យបងប្អូនចង់ទិញអីវ៉ាន់រៀនធ្វើដូចក្នុងវីដេអូនេះមាននៅសន្តិភាព2ហើយខ្ញុំចែងតែធ្វើវីដេអូចែកម្លែកទៅតាមលទ្ធភាពដែលអាចធ្វើបានអ្វីដែលខ្ញុំយល់ដឹងបានប៉ុណ្ណាខ្ញុំចែកម្លែកប៉ុណ្ណឹងសម្ភារៈដែលខ្ញុំតែងតែប្រើគឺមានលក់ភាគច្រើនគឺ 99% មានលក់ហើយអា 1% ដោយសារពេលខ្លះវាអស់ stock មែនអត់លក់ទេមកមើលផ្កាចំបៃសរបស់ខ្ញុំវិញដល់វគ្គយើងយករៀងវាហើយគឺខ្ញុំប្រើតែ3ផ្កាសិនទេណាកំប៉ិតធ្វើបានច្រើនផ្កាជាងហ្នឹងក៏ស្អាតដែរបើខ្ញុំមើលផ្កាស្រស់មកគុំវាមួយម៉ែកវា 5-6 ផ្កាតែនេះខ្ញុំប្រើកូនផ្កាដែលអត់តន់រីកខ្លះទៅផ្ការីកផងហើយនឹងវាយស្លឹកចូលតែម្ដងនិយាយទៅគឺអត់សូវពិបាកទេតែដូចនិយាយចឹងក៏អាយុទៅប៉ុណ្្នឹងហើយនេះគឺជារូបរាង final បញ្ចប់តែម្ដងពួកខ្ញុំធ្វើបាន2គុំដែរអញ្ចឹងខ្ញុំយកវាមកគុំគ្នាអ្នកពេលច្រើនផ្កាគឺវាស្អាតបងចង់រៀនធ្វើអត់ដឹងទិញអីវ៉ាន់ណានេះកំពុងតែមាន promotion ពិសេសនៅក្នុង page នេះខ្ញុំដាក់ខាងលើទៅមាន promotion តម្លៃល្អបានអីវ៉ាន់ច្រើនមុខហើយចំណេញហើយជាពិសេសមានវីដេអូរៀនធ្វើក្នុង YouTube រចនា flower ស្រាប់ទៀត